និយាយពីអាកាសធាតុណាពេលខ្ញុំអត់តន់ទិញត្រីមកប្រឡាក់បងប្អូនហើយបើកថ្ងៃឡើងចេះតែម្ដងដល់តែពេលចង់ញ៉ាំត្រីប្រឡាក់ហាបែបស្ងួតហើយយកមកអាំងឲ្យគ្រីមបែបនេះហើយយកមកផ្ទាប់ជាមួយនឹងឈក់ស្ដៅបេះដូងយើងបងប្អូនប៉ុន្តែមានអីមេសតុំហើយភ្លៀងទៀតថ្ងៃនេះខ្ញុំទិញបានថៃតែឡើង1គីឡូបងប្អូនហើយជាមួយនឹងស្ដេចបេះដូងយើងនិយាយពីថាខ្ចីល្អខ្លាំងមែនតើហ្មងណាឃើញហើយគួរចង់ញ៉ាំអញ្ចឹងទុកចិត្តអត់បានទេក៏រៀបចំគ្រឿងផ្សំមានខ្ទឹមសខ្ទឹមក្រហមម្ទេសអីអញ្ចឹងទៅហើយយើងហាន់វាស្ដើងទុកសម្រាប់ធ្វើជ្រក់បន្ទាប់ពីហាន់ខ្ទឹមសខ្ទឹមក្រហមហើយហ្នឹងចាប់ផ្ដើមពាក់សូមដៃសូមអីហើយដើម្បីយើងវះឈុតត្រីចំពោះត្រីតែនេះខ្ញុំឲ្យគេវះងៀតហើយបងប្អូនអញ្ចឹងយើងយកមកគ្រាន់តែឆូតរៀងក្នុងសាច់ខះដើម្បីពេលប្រឡាក់គ្រឿងទេសវាឆាប់ចូលជាតិល្អចំពោះគ្រឿងទេសវិញខ្ញុំមានរយជាមួយនឹងប៊ីចេងម្សៅស៊ុបក៏ដូចជាស្ករត្នោតយើងនឹងឯងហើយយើងគ្រាន់តែច្របាច់វាឲ្យសព្វចូលជាមួយនឹងសាច់ត្រីល្អទៅជាការស្រេចហើយសម្រាប់រសជាតិវិញបងប្អូនអាចភ្លក់តាមចំណូលចិត្តបានប៉ុន្តែសម្រាប់ខ្ញុំអត់យកផ្អែមខ្លាំងឬក៏ប្រៃខ្លាំងទេយករសជាតិមកល្មមដោយសារត្រូវផ្ទាប់ជាមួយនឹងជ្រក់ស្ដែកចំពោះត្រីនេះពេលយើងប្រឡាក់យើងម៉ាស្សាវាឲ្យសព្វសាច់ល្អអញ្ចឹងទៅវាចូលជាតិគ្នាល្អបងប្អូនបន្ទាប់មកយើងគ្រាន់តែផ្អាប់វាទុកម្ល៉េះអញ្ចឹងបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមមកកូរជាមួយនឹងស្ករក្រហមយើងណាយើងកូរវាឲ្យឡើងជើងក្រងបែបហ្នឹងយើងដាក់ជាមួយនឹងម្ទេសឆ្អើរចូលថ្ងៃនេះខ្ញុំប្រើជាមួយពណ៌ម្ទេសឆ្អើរតែម្ដងហើយយើងកូរវាឲ្យសព្វបន្តិចទៅបន្ទាប់មកទៀតខ្ញុំចាក់ជាមួយនឹងទឹកស្អាតយើងចូលតែម្ដងហើយបន្ថែមជាមួយនឹងគ្រឿងទេសមានអំបិលប៊ីចេងម្សៅស៊ុបយើងកូរវាឲ្យសព្វចូលគ្នាបន្តិចចាំដាក់ទឹកខ្មេះចូលតាមក្រោយចំពោះខ្ញុំថ្ងៃនេះប្រើជាមួយនឹងទឹកខ្មេះម្ទេសបងប្អូនកូរមើលតែទឹកស្ករយើងរួចរាល់អស់ហើយហ្នឹងយើងយកទៅចាក់នៅក្នុងខ្ទឹមសខ្ទឹមក្រហមយើងតែម្ដងចុងក្រោយគឺអត់បង្អង់យូរទេចាគឺថាដាក់សណ្ដែកបេះដូងយើងចូលតែម្ដងជាការស្រេចបន្ទាប់មកយើងគ្រាន់តែច្របល់សណ្ដែកបេះដូងជាមួយនឹងទឹកស្ករយើងឲ្យចូលសព្វគ្នាហើយត្រូវថ្នមដៃមែនតើបងប្អូនព្រោះយើងខ្លាចបាយសណ្ដែកបេះដូងវាស្រួយមែនតើបន្ទាប់ពីច្របល់មើលទៅសណ្ដែកយើងសពប់ហើយហ្នឹងយើងផ្អាប់វាទុកហើយឥឡូវខ្ញុំចាប់ផ្ដើមមកអាំងត្រីឯងបងប្អូនដូចខ្ញុំថាអញ្ចឹងដល់ពេលប្រឡាក់ត្រីដំបូងហ្នឹងមេឃរៀងបើកថ្ងៃដល់ពេលប្រឡាក់ត្រីហើយគឺថាសតុំពពកឡើងខ្មៅអ៊ូអាប់តែម្ដងរហូតតែភ្លៀងនិយាយរួមត្រីខ្ញុំនេះបងប្អូនហើយហាលបានតែមើលសពពីសពទេអត់បានគ្រីមស្ងួតអីទេដោយសារមេឃភ្លៀងមកមុនសំខាន់ដល់ម៉ោងធ្វើម្ហូបញ៉ាំទៀតដល់ពេលអញ្ចឹងយកមកអាំងហ្មងហើយត្រីនេះដែរយើងអាំងក៏មិនយូរដែរបងប្អូនហើយអាំងតែមួយផ្លែតហ្នឹងគឺថាបានញ៉ាំហើយបូកផ្សំជាមួយនឹងឈូកស្ដេចបេះដូងយើងទៀតរួចរាល់ជាការស្រេចពណ៌ក៏ស្អាតហើយរសជាតិឬតែឆ្ងាញ់ហ្មងបើសិនជាបងប្អូនធ្វើហ្នឹងអាចលាយជាមួយនឹងកៅអៅឈូកក៏បានទឹកសក់ក៏បានដែរតាមចំណូលចិត្តប៉ុន្តែចំពោះខ្ញុំថ្ងៃនេះដាក់តែស្ដេចបេះដូងសុទ្ធទេហើយលាយជាមួយនឹងខ្ទឹមសអីតិចតួចអញ្ចឹងទៅនិយាយមែនបងប្អូនហើយត្រូវគ្នាមែនតែនហ្មងត្រីអាំងក្តៅផ្ទាប់ញ៉ាំជាមួយនឹងបាយក្តៅហើយមីសតុំអញ្ចឹងទៀតនិយាយពីថាចុះបាយអត់ដឹងខ្លួនសំខាន់ព្រោះសណ្ដែកយើងឡើងស្រួយរួចបើនិយាយពីសាច់ត្រីអីវិញខាំទៅឡើងស្រួយខ្ញោកតែម្ដងជាតិគ្រប់ម៉ាត់ហ្មងហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនទៅណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ